Bonjour tout le monde បាទជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃមុនគឺខ្ញុំបានចេញវីដេអូមួយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បាទអញ្ចឹងconsomme បាទpreposition ដែលតាក់ទងជាមួយនឹង en face de បាទ en face de គឺយើងមានន័យថានៅទល់មុខចំហ្នឹងណាបាទហើយខ្ញុំបានទទួលបានសំណួរមួយរបស់ Direct បាទអញ្ចឹងគឺគាត់សួរខ្ញុំថាតើតាក់ទងជាមួយនឹង en face de អាចបកប្រែបានថាប្រឈមទៅនឹងបានដែរឬទេបាទអញ្ចឹងដូចឧទាហរណ៍គាត់ចង់និយាយបាទបញ្ជាក់អំពីជំងឺបាទដែលថាភាពធាត់អាចប្រឈមជាមួយនឹងជំងឺជាច្រើនអាហ្នឹងណាបាទអញ្ចឹងតាក់ទងជាមួយនឹង en face de យើងអត់អាចបកប្រែបានថាបាទស្មើជាមួយនឹងប្រឈមទៅនឹងបញ្ហាអីមួយបានទេអញ្ចឹង en face de បាទយើងប្រើប្រាស់បានតែជាមួយនឹងទីកន្លែងដែលយើងមានអត្ថន័យថានៅទល់ពីមុខបាទនៅទល់មុខចំឧទាហរណ៍បាទដូចគេថាម៉េចបាទ j'habite en face បាទ de l'école j'habite en face de l'école មានន័យថាខ្ញុំរស់នៅបាទអញ្ចឹងទល់មុខសាលារៀនវាទល់មុខចំនៅត្រង់ផ្នែកហ្នឹងអញ្ចឹង en face de มันអាចយកមកប្រើនៅក្នុងលក្ខខណ្ឌថាប្រឈមជាមួយនឹងបញ្ហាអីផ្សេងៗបានទេនៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំឲ្យពាក្យចំនួន3បាទជាងកិរិយាសព្ទចំនួន3ដែលយើងមានអត្ថន័យថាប្រឈមជាមួយនឹងបញ្ហាណានៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងកិរិយាសព្ទទាំង3ហ្នឹងគឺមានបាទអញ្ចឹងទី1យើងអាចប្រើប្រាស់បាទ faire face à faire face à អញ្ចឹងអាហ្នឹងគឺយើងមានន័យថាប្រឈមមុខទៅនឹងប្រឈមទៅនឹងអីមួយហ្នឹងណានៅក្នុងផ្នែកហ្នឹងបាទមួយទៀតយើងអាចប្រើប្រាស់បាទតាក់ទងជាមួយនឹងបាទ risque de risque de បាទអញ្ចឹងគឺយើងអាចមានន័យថាវាបង្កឲ្យមានហានិភ័យអីចឹងណានៅត្រង់ផ្នែកហ្នឹងបាទហើយមួយទៀត provoquer provoquer គឺយើងបកប្រែថាបង្កឲ្យមាននៅក្នុងផ្នែកហ្នឹងបាទយើងអាចយកបាទតាក់ទងជាមួយនឹងបាទកិរិយាសព្ទក៏ដូចជាកន្សោមកិរិយាសព្ទទាំង3ហ្នឹងយកទៅប្រើប្រាស់ក្នុងអត្ថន័យថាប្រឈមមុខជាមួយនឹងជំងឺបាទនៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងជាក់ស្ដែងខ្ញុំឧទាហរណ៍បាទមួយបាទអញ្ចឹង faire face à អញ្ចឹងឧទាហរណ៍ខ្ញុំថាម៉េចនៅក្នុងផ្នែកនេះអញ្ចឹងយើងមើលអញ្ចឹងចំពោះឧទាហរណ៍ទី1អ្នកនរគ្នាឧទាហរណ៍ទី1បាទអញ្ចឹងខ្ញុំថាម៉េចបាទអញ្ចឹងតាក់ទងជាមួយនឹង faire face à les personnes obèses font face à plusieurs problèmes de santé បាទ les personnes obèses font face à plusieurs problèmes de santé បាទអញ្ចឹងគឺយើងមានន័យថាបុគ្គលឬមកមនុស្សដែលគាត់បាទមានជំងឺធ្ងន់ហ្នឹងបាទជំងឺលើសទម្ងន់ហ្នឹងបាទគាត់ប្រឈមមុខជាមួយនឹងបញ្ហាសុខភាពជាច្រើននៅក្នុងផ្នែកនេះឧទាហរណ៍ទី2អ្នកទាំងអស់គ្នាគឺខ្ញុំផ្ដោតទៅលើអីផ្ដោតទៅលើ risque de risque de នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងយើងមើលឃ្លាឧទាហរណ៍ខ្ញុំថាម៉េច les personnes obèses les personnes obèses bah, risquent d'avoir plusieurs maladies les personnes obèses risquent d'avoir plusieurs maladies អញ្ចឹងមានន័យថាមនុស្សដែលគាត់ថិតលើសទម្ងន់ហ្នឹងវាអាចប្រឈមក្នុងការមានជំងឺជាច្រើននៅត្រង់ផ្នែកហ្នឹងណាបាទមួយទៀតអ្នកនរគ្នាគឺតាក់ទងជាមួយនឹង provoquer បាទមួយទៀតខ្ញុំថាម៉េច l'obésité peut provoquer plusieurs maladies l'obésité peut provoquer plusieurs maladies អញ្ចឹងមានន័យថាតាក់ទងជាមួយនឹងបាទអញ្ចឹងអាភាពលើសទម្ងន់ហ្នឹងវាអាចបង្កឲ្យមានជំងឺនេះជាច្រើននៅក្នុងផ្នែកហ្នឹងបាទអញ្ចឹងតាក់ទងជាមួយកិរិយាសព្ទឬកន្សោមកិរិយាសព្ទទាំង3ហ្នឹងយើងអាចយកវាទៅប្រើប្រាស់បានសម្រាប់យកទៅនិយាយអំពីបញ្ហាប្រឈមជាមួយនឹងបញ្ហាសុខភាពហ្នឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាទ Au revoir